បាទសូមជម្រាបសួរក៏ដូចជាសួស្តីដល់ប្រជាកសិករទាំងអស់គ្នាជាទីមេត្រីគណៈពេលនេះដែរខ្ញុំបាទកំពុងតែស្ថិតនៅការដ្ឋានមន់ស្រែមួយកន្លែងដែលស្ថិតនៅភូមិតាញោកឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំតោះឥឡូវកុំឲ្យខាតពេលយូរយើងទៅជួបគាត់ទាំងអស់គ្នាបាទជម្រាបសួរបងបាទសុខសប្បាយបងបាទលើល្បីថាបងគឺជាកសិករដ៏ឆ្នើមក្នុងការចិញ្ចឹមមាន់ហើយទទួលបាននៅទិន្នផលខ្ពស់ហើយទទួលបានជោគជ័យផ្នែកការចិញ្ចឹមមាន់នឹងតែម្ដងអញ្ចឹងខ្ញុំចង់ឲ្យលោកពូឬក៏បងនឹងណែនាំអំពីឈ្មោះហើយនឹងអាស័យដ្ឋាននៅកំពង់រស់នៅបាទខ្ញុំឈ្មោះមិនណាក់នៅភូមិតាញោកឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំបាទអ្នកសន្ទុកបាទអ្នកសន្ទុកខេត្តកំពង់ធំនេះបងណាបាទអញ្ចឹងក្នុងឱកាសនេះខ្ញុំចង់ជម្រាបសួរនៅសំណួរមួយចំនួនណាដែលសំណួរទី1គឺចង់សួរថាបងចាប់ដើមចិញ្ចឹមមាន់ពីឆ្នាំណាបងបាទខ្ញុំចិញ្ចឹមមាន់តាំងពីឆ្នាំឆ្នាំ2016បាទប្រហែលឆ្នាំហើយ7 8ឆ្នាំទេបងណាបាទអញ្ចឹងខ្ញុំសូមបន្តនៅសំណួរទៀតថាតើជាមានកត្តាអីជំរុញឲ្យបងចូលចិត្តការចិញ្ចឹមមាន់ដែលបងចាប់ដើមចិញ្ចឹមតាំងពី2016មកណាកត្តាអីខ្លះមកពីខ្ញុំចង់ចិញ្ចឹមមកពីដូចថាយើងនឹងមានចំណង់ចំណូលចិត្តខាងចិញ្ចឹមតែហ្មងណាបាទមួយហើយមួយទៀតអត់ចង់ខាងដើរទីឈ្នួលគេចំណាក់ស្រុកអីស្រុកបាទអញ្ចឹងចេះតែចង់រោទំនុកចិញ្ចឹមពីមុនខ្ញុំអត់ចិញ្ចឹមមេទេខ្ញុំចិញ្ចឹមជាសាច់បាទតិចដល់ទៅពេលចិញ្ចឹមយូរទៅបានដាក់មេបាទដាក់មេ50ទៅរហូតដល់ទៅពេលមកដល់2019ដល់ក្រុមខាងអាស្ប៉ាយគេមកបង្កើតបណ្ដុំបានខ្ញុំចិញ្ចឹមច្រើនបាទចិញ្ចឹមដល់មេ300បាទបងបានចូលជាសមាជិករបស់អាស្ប៉ាយគឺចាប់តាំងពីឆ្នាំ2019ប្រហែលជា3ឆ្នាំមកដល់ឥឡូវនេះបាទអញ្ចឹងចង់សួរថាបងបានទទួលបានវគ្គសិក្សាឬក៏វគ្គបណ្ដុះបណ្ដាលអ្វីខ្លះដែរបងបាទខ្ញុំចូលអាស្ប៉ាយវានិយាយរួមទៅចូលគេបរៀនពីវគ្គបណ្ដុះបណ្ដាលវាតាំងពីធ្វើត្រង់តាំងពីរបៀបថែកូនមាន់តាំងពីរបៀបធ្វើវ៉ាក់សាំងរបៀបថែទាំវ៉ាក់សាំងអញ្ចឹងគេបរៀនតាំងពីចិញ្ចឹមមាន់ហ្នឹងគេរៀនមកចប់ហ្មងបាទអូអញ្ចឹងបើបងបានរៀនច្រើនមែនតើតើតងការចិញ្ចឹមមាន់ណាបាទអញ្ចឹងឥឡូវបងមានគេហៅថាជំនាញតើតងការចិញ្ចឹមមាន់តែម្ដងណាបាទបងឥឡូវនេះចូលមកសំណួរទៀតបងតើតងទៅនឹងជីវភាពតើមុននឹងក្រោយចូលកម្មវិធីអាស្ប៉ាយជីវភាពរស់នៅរបស់បងយ៉ាងម៉េចដែរបងបាទកាលពីមុនចូលអាស្ប៉ាយយើងជីវភាពយើងវាយើងចាប់យើងដូចថាយើងអត់មានបបតាមត្រូវណាហើយយើងចិញ្ចឹមមាន់អីវាខ្វះបច្ចេកទេសតែយើងចិញ្ចឹមទៅតាមលក្ខណៈធម្មជាតិវាងាប់ច្រើនទៅវាអត់ទៅចំណេញបាទឲ្យចំណូលធ្លាក់ទៀតបាទចំណូលក៏វាធ្លាក់តាមនឹងដែរដល់ទៅពេលបន្ទាប់ពីអាស្វាយចូលមកគាត់ប្រហាត់បរៀនទៅយើងមានជំនាញត្រឹមត្រូវដល់ទៅពេលយើងចិញ្ចឹមទៅបានទិន្នផលខ្ពស់វាឆាប់បានលក់ឆាប់បានអីផងហើយយើងបាទចំណូលខ្ពស់ទៅយើងអាចថាខ្ញុំបានបរិច្ត្រង់អីថែមច្រើនឥឡូវហ្នឹងបរិការចំច្រើនបាទចំណូលច្រើនធ្វើឲ្យគ្រួសារយ៉ាងម៉េចដែរបាទគ្រួសារយើងនឹងវាគ្រាន់បើជាងមុនបាទមានចំណូលខ្ពស់ហើយគាត់គង់ទៅលើបានកូនរៀនអីគ្រប់គ្រាន់ហើយនឹងចំណាយប្រចាំថ្ងៃបានបាទឥឡូវដូចជាបរិច្ត្រង់កាន់តែច្រើនជាងមុនអញ្ចឹងណាបាទអញ្ចឹងល្អមែនតើបងតើតងនឹងការចូលជាមួយអាស្ប៉ាយធ្វើឲ្យយើងទទួលបានចំណេះនិងជំនាញតើតងការចិញ្ចឹមមាន់ច្បាស់លាស់ហើយដែលធ្វើឲ្យចំណូលខ្ពស់អញ្ចឹងណាតកតងទៅនឹងការចិញ្ចឹមបែបបុរាណដែលយើងធ្វើពីមុនមកចិញ្ចឹមតាមតយថាផលណាតើវាទទួលបានលទ្ធផលមិនហើយនឹងការដែលយើងចូលជាមួយនឹងអាស្ប៉ាយទទួលបានលទ្ធផលមិនដែលយើងមានใจទៅត្រឹមត្រូវអញ្ចឹងណាបាទវាកាលពីយើងចិញ្ចឹមតាមបុរាណយើងប្រើរយៈពេលយូរឲ្យងាប់ច្រើនហើយយើងចំណាយពេលចិញ្ចឹមរហូតដល់ទៅ6ខែណាបាទយើងអត់មានបានចាក់វ៉ាក់សាំងអីទេធ្វើឲ្យអានឹងយើងធម្មតាទៅយើង6ខែយើងទទួលបានទៅ1គីឡូ2ខាំទៅ1គីឡូកន្លះទេវាចំណាយពេលដល់ទៅយូរមែនតើចង់កន្លះឆ្នាំបាទបងដល់ពេលយើងមក
ជាមួយ ចាំតាមបច្ចេកទេស របស់ អា Spy គេចាំតែរយៈពេល3ខែ 3 ខែកន្លះហ្នឹង បាន ពីពាក់កណ្ដាល បាន1គីឡូ2ខាំទៅ1គីឡូកន្លះ បាទពេលវេលាគាត់ បាទខុសពេលវេលាគ្នាច្រើន បាទអូខុសច្រើនដែរអញ្ចឹង បាទ ឥឡូវខ្ញុំនិយាយតាក់ទងនឹងការធ្វើចិញ្ចឹមបែបបច្ចេកទេសបែបអាស្ប៉ាយមិញណា បាទបាទ រយៈពេលជា3ខែទទួលបានលទ្ធផល បាទ បាទអញ្ចឹងណាអញ្ចឹងពួកបងអាចនិយាយពីចំណូលប្រចាំថ្ងៃបានទេបច្ចុប្បន្នឥឡូវហ្នឹងណា បាទបាទ តាក់ទង ខ្ញុំ ថ្ងៃបាន ចិញ្ចឹមយកកូន បាទ ទៅក្នុងមេ300ក្បាលយើងបាននិយាយរួមទៅយើងលក់តកូនណា បាទ យើងលក់កូនមកក្បាលវា 5000 រៀល បាទ យើងធ្វើវ៉ាក់សាំងឲ្យគេពីរមុខ អូពីរ បាទហើយយើងក្នុង5ថ្ងៃយើងបាន100ក្បាល អូ 5ថ្ងៃវាចេញម្ដង បាទ បាទ 5ថ្ងៃ100ក្បាល បាទបាទ អញ្ចឹង100ក្បាលមួយក្បាល 5000 មួយក្បាល5000 បាន ក្នុង ច្រើនណាស់ 5ថ្ងៃហ្នឹងយើងបាន500000 50,000 តែយើងអត់ទាន់ផាត់ទេណា អត់តាន់ផាត់ចំណាយទេណា បាទអត់ទាន់ផាត់ចំណាយទេ តែចំណាយដូចឲ្យប្រហែលជាប្រមាណដែរបងចំណាយ ចំណាយ បើ វា ធ្វើ ពាក់ ឲ្យ តា ចំណេញពាក់កណ្ដាលអញ្ចឹងមានតែយើងចំណេញដល់ទៅ យើងចំណេញ 5ថ្ងៃគឺបាន 25,000 25,000 អញ្ចឹងបាទអរគុណបងអូល្អមែនតើបងតើតងការចិញ្ចឹមបែបអាស្ប៉ាយបច្ចេកទេសរបស់គេគឺធ្វើឲ្យចំណេញពេលវេលាតកតងទៅនឹងបើសិនយើងគិតទៅប្រៀបធៀបបើសិនយើងចិញ្ចឹមបែបបុរាណគឺយើងប្រើរយៈពេល6ខែ តែបើយើងចិញ្ចឹមបែបបច្ចេកទេសតែ3ខែទេយើងទទួលបានលទ្ធផលបានតកតងនៅសំណួរនេះគឺថានៅពេលដែលបានចំណូលអញ្ចឹងបងអាចចំណាយទៅលើអីខ្លះដូចជាអាចចំណាយទៅលើអាជីវកម្មបរិយាអាជីវកម្មឬក៏ចំណាយទៅលើការហូបចុកឬក៏ចំណាយផ្សេងៗបងអាចរៀបរាប់បានទេ បាទបាទបានពីចំណេញពីមន់មកយើងយកទៅបរិចត្រង់បន្ថែមឲ្យទិញមេបន្ថែម បាទ កាលពីមុនយើងចំតែ50ឥឡូវយើងបរិចដល់300មេ ច្រើនទៅ300មេ ហើយសល់ពីហ្នឹងទៅក៏យើងកូនរៀនផងកូនរៀនដល់2នាក់ 2នាក់ បាទ បាទ ហើយហូបចុកប្រចាំថ្ងៃបាទហើយថ្នាំសកៅអីយើងចាយលើនឹងទាំងអស់ដែរបាទសនំពោឲ្យប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើតជាមុខរបរដូចជាដាំបន្លែដូចជាចិញ្ចឹមមាន់ឲ្យនៅក្នុងគ្រួសារទៅដើម្បីយើងកុំចំណាក់ស្រុកទៅធ្វើស្រុកគេក៏មិនស្រួលដែរបាទទៅស៊ីឈ្នួលគេប្រើក្តៅយើងចង់ជ្រោកគេដេញឲ្យទៅធ្វើវិញ ហ្នឹងហើយ បាទបើយើងធ្វើការងារយើងក្តៅយើងជ្រោកមកបាទដល់ពេលត្រជាក់យើងទៅចេញយើងចេញធ្វើទៅការងារខ្លួនឯងមេខ្លួនឯងកូនចៅខ្លួនឯងបាទបើយើងទៅស៊ីឈ្នួលគេអាពងតែក្តៅយើងចង់សម្រាកថាអូអានោះសម្រាកយូរណាបាទតែយើងត្រូវខ្លាចអញ្ចឹងយើងត្រូវបង្កើតមុខរបរខ្លួនឯងបាទដូចខ្ញុំខែហ្នឹងយើងដាំបន្លែនៅក្រោយដល់ដាំបន្លែចិញ្ចឹមមាន់ត្រីបាទខ្ញុំមានកាផ្លេអស់ហើយ ច្រើនណាស់ បាទហ្នឹងហើយចង់ហូបត្រីមានត្រីហូបបន្លែមានបន្លែហូបមាន់មានមាន់ខ្ញុំគាត់មែនតើបងតើតមានត្រីមានមាន់មានបន្លែបាទជាកសិករបាទអរគុណបង បាទខ្ញុំសូមថ្លែងអំណរគុណដល់ខាងអាស្ប៉ាយបានគាត់មកជួយពង្រឹងខ្ញុំបន្ថែមដូចជាបច្ចេកទេសជានិយាយរួមទៅបទពិសោធន៍ទាំងអស់ដែលគាត់បកគលឲ្យមកខាងក្រុមបណ្ដុំរបស់ខ្ញុំហ្នឹងនិយាយរួមទៅចិញ្ចឹមទៅវាមិនមែនដូចចិញ្ចឹមពីបុរាណទេចិញ្ចឹមពីបុរាណនោះរមមាន់លក់បានទេដោយសារអាស្ប៉ាយចុះមកទៅយើងមាន់ដុលមកតែមកបាទមានម្នាក់100 200បើយើងចិញ្ចឹមកាលមុនមេ2អីញាស់មកបាន20 30ទៅវាបាត់ទៅវិញទៅអស់វិញខ្លះបាទហ្នឹងហើយអញ្ចឹងបានខ្ញុំអរគុណអាស្វាយហើយឲ្យគាត់នឹងឲ្យការងារចេះតែល្អប្រសើរឡើងបន្តគម្រោងនឹង តទៀតដើម្បីជួយប្រជាពលរដ្ឋ អរគុណច្រើនបងសូមជម្រាបលាបងបាទសុខសប្បាយ